ផ្លេចចូលផ្ទះខ្ញុំហ្នឹងសាលាហើយការដែលខ្ញុំយើងរលួយបានជំនាន់បែប7 8ឆ្នាំមុនអញ្ចឹងណាហេបែប9ឆ្នាំមុនពេលចេញផ្កាហ្នឹងយើងឆ្លៀតចូលក្លឹបញ៉ាផឹកមកតែវិញម៉ោង2ម៉ោង3ជាងការដេកចដៅមានឡើងតែរួយនេះផ្លោះលបងផ្លោះជាងជាដើរលេងទៀតតែដល់ពេលដល់មកវិញពីច្រើនមកវិញយប់ទៅពេលមកវិញយប់ទៅដបងខ្ញុំនៅពេញឯងដល់ពេលខ្ញុំចាប់ដើមនៅស៊ីមរៀបទៅដល់ពេលដែលយើងចាប់ដើមធ្វើការធ្វើអីទៅយើងចិត្តដើរលេងយប់អញ្ចឹងណាពេលដែលដើរលេងយប់មិត្តភក្តិអត់ដែរជូនដល់ទេហេគាត់ជូនតម្លាក់នៅមុខហើយយើងដើររាប់ជាប់លបងសាលាហ្នឹងហើយលបងសាលាហ្នឹងប្រហែលថាទៅបែបយើងឈរទៅ7រយៈយើងអត់មើលឃើញអញ្ចឹងណាសាលារៀនក្មេងហ្នឹងហើយសាលារៀនក្មេងបាទហើយពេលដែលដើរមកពាក់កណ្ដាលអញ្ចឹងទៅមានអារម្មណ៍ថាយប់ទៅដូចមានក្មេងលេងនៅក្នុងសាលាដូចពេលថ្ងៃអញ្ចឹងណាហើយខ្ញុំអត់ចាក់អារម្មណ៍ទេអាជំនាន់អត់តសឹកខ្លាចមកហ្នឹងហើយស្វឹងផងមាននេះខ្លាចណាមកមិនទៅអញ្ចឹងហ៎តែក៏មានក្មេងមួយស្រែកសួរដែរបងមកពីណាយើងឆ្លើយដែរមកពីផឹកមកតែយប់ទៀតណាមកយប់យ៉ាងឯងតែទៅពេលសួរលក្ខណៈឆោយឆ្លងហ្មងណាទៅពេលទៅគាត់ក៏មកលេងមួយខ្ញុំមកលេងតែដេកដឹងហ្មងតែគាត់មកអត់ជាប្រឡាចយើងទេទៅពេលហ្នឹងផុតម្ដងទៅពេលម្លងមួយថ្ងៃទៀតមកទៀតបងមកទៀតណាគាត់ដូចស្គាល់យើងអញ្ចឹងណាសេវយើងហ្មងបងមកទៀតណាមកទៀតទេមានតែបើលេងមួយខ្ញុំមកលេងមួយខ្ញុំសិនទេអត់ទេអត់លេងនិយាយគ្នាបានហើយដល់ពេលយើងដើរយើងទៅឥឡូវទី2ហ្នឹងអត់តន់អីទេគាត់តែយើងឌឺសំឡេងឯងហើយរៀងភ័យដែរយើងរៀងឌឺឯងដើរព្រោះពេលដើរចុះនៅខាងស្ដាំរៀងឌឺឯងដល់ពេលមិនដឹងជាលើកទីប្រហែលទេជួបនិយាយមួយច្រើនដងមែនតើច្រើនដងមែនតើទៅក៏រៀងចិត្តសឿងដែរពេលហ្នឹងរៀងស្វងខ្លាំងនិយាយមិនដែលឃើញមុខជួយើងម្ដងមិនដែលឃើញមុខមកដល់ហើយពួកយើងពុកដើមប៉វាលោតទីងវាលោតមកឃើញដូចវាលោតមកអើតមើលយើងអញ្ចឹងឃើញធំកនេះពីក្នុងលបងហ្នឹងហើយមកខាងម្នាក់លបងវាយមកតាវាយមកអញ្ចឹងនិយាយលេងនិយាយគ្នាលេងអញ្ចឹងណាតែដល់ពេលដំបងអត់មើលឃើញស្លុងអញ្ចឹងដល់ពេលងាកជិះទៅចំទៅញឹមតែជាលក្ខណៈបែបកូនក្មេងដូចមានចងសក់កប៉ោយហើយមានផ្កាគេកាមលិះកញ្ចប់ចេះហ្នឹងនៅកណ្ដាលចេះហើយដល់ពេលទៅពេលហ្នឹងទៅពេលទៅវាទៅជាខ្ញុំទៅជាពេលហ្នឹងរៀងអត់ដឹងថាគិតអីណាអូមើលលេងតែជាមួយបងអត់មានគ្នាលេងមួយអត់ទេមានតាគ្នាមកកណ្ដោប្រយតែទៅពេលម្លងពេលហ្នឹងទៅពេលឲ្យម្លងបានប្រហែលមួយខែជាងមិនយើងរលុយបានយើងបើយើងនិយាយសួរសើដើមខែអញ្ចឹងណារលុយបានអញ្ចឹងទៅទៀតមកដល់ដឹងថាមានអ្នកមកលេងទៀតហើយទៅសេះហាយមុនគាត់ចុះបានប្រហែលជាហ៊ានផុតពីផ្លូវធំមកអាកូនអីទៅណាហើយយើងហ្មងអត់ទេអត់ឃើញតែអត់ចិត្តដល់ផ្ទះអត់ឃើញព្រោះវែងនិយាយទៅនៅតែចុងអាគារខាងក្រោយពេលហ្នឹងអាចុងអាគារខាងក្រោយអត់តន់ធ្វើឥឡូវធ្វើថ្មីអស់ហើយអាចុងអាគារខាងក្រោយអត់តន់ធ្វើហ្នឹងនៅអាគារបាក់បែកទុកចោលហើយពេលហ្នឹងខ្ញុំអត់ដឹងថាវាមានរឿងអីដែរនៅហ្នឹងវាមានអត់ដឹងថាមានរឿងអីទេតែដឹងតែមានអារម្មណ៍ថាមានក្មេងៗនៅហ្នឹងច្រើនហើយដល់ពេលចឹងទៅក៏សួរដែរណាវាយមកទៀតហើយនឹកវាយដល់ហើយថ្ងៃនេះខ្ញុំនាំមិត្តភ័ក្ដិខ្ញុំ3 4នាក់មកលេងរបស់វាមែនទៅខ្ញុំចាំថានិយាយទៅរឿងប៉ិតហ្មងអត់កុហកអីហើយខ្ញុំពេលហ្នឹងដូចថាខ្ញុំមានអារម្មណ៍មិនអីហើយខ្ញុំបកទៅតិចជំនាន់ហ្នឹងមួយរយៈហ្នឹងចាក់ឆ្នោតប្រហែលប៉ុសអញ្ចឹងណាខ្ញុំត្រូវឆ្នោតរាល់ថ្ងៃត្រូវរាល់ថ្ងៃមានគេឲ្យលេខឆ្នោតហ្នឹងហើយដូចថាមានគេឲ្យហើយខ្ញុំគាត់ថាពួកគាត់ឲ្យហើយប៉ុន្តែពួកគាត់និយាយដែរថាបើបើលត់ដល់អត់ទេអញ្ចឹងខ្ញុំចាក់តែ100ទៅ500តែត្រូវយើងត្រូវតែ100ទៅ200ហើយយើងចាក់1000ចោលយើងទៅ4 5លេខអញ្ចឹងត្រូវរាល់ថ្ងៃត្រូវប្រហែលជា8 9ថ្ងៃជាប់គ្នាឡើងល្បីពេញភូមិហ្មងណាអូគ្រូឆ្នោតហើយគ្រូឆ្នោតហ្នឹងចាក់ទៅ2ហ្នឹងអូទៅ2ហ្នឹង
តែដល់ពេលនេះគិតក្នុងចិត្តទៅចង់សាកមើលអាយើងចិត្តលោបងបានលុយណាមចង់បានតាមប៉ុនភឹងប្រុចអត់លីងអស់ម៉ឺនហើយយល់នោះ10000ច្រើនដែរ100 7000លុយ អាពេលឲ្យលេខឆ្នោតហ្នឹងឲ្យមិនទេបងឲ្យនិយាយគ្នាធម្មតាទេដេកយសពខ្លះដេកយសពខ្ញុំចាំបានតាពាក្យច្រើនច្បាស់ហ្មងដេកយសពមកដល់ប្រាប់លេខហ្មងប្រាប់លេខតែភិនពាក្យអីដូចដែរបងតាមផ្លូវភិនពាក្យជួនកាលយើងដេកយសពឃើញមនុស្សរៀងចំណាស់អាហ្នឹងខ្ញុំចាំបានតាមកអាលើកហ្នឹងខ្ញុំគេយសពឃើញលោកយាយគេយសពឃើញភ្លៀងឃើញអីចឹងណាទឹកត្រីពេញថ្នល់ចឹងទៅខ្ញុំចុះចាប់ត្រីទៅលោកយាយថាអូចាប់ត្រីហ្នឹងត្រីហាមកចេញហានេះគឺអាណាបញ្យល់សពយើងអញ្ចឹងណាដល់ពេលទៅយើងដឹងញាក់ឡើងដឹងខ្លួនមកទីមិញយសពគេប្រាប់ថាចាក់លេខ50តែដឹង50ប៉ុន្មានទេភ្លេចបាត់ហើយយើងអត់ចេះកាត់ដល់អត់ដឹងថាកាត់ត្រីប្រហែលអីបានដាក់51ដល់59ត្រូវទៀតបាក់លុយហើយដល់ពេលមកវឹករៀងត្រូវនឹងមកក៏ខ្ញុំមានអារម្មណ៍ថាអូប្រហែលពួកគាត់ហើយអញ្ចឹងទៅក៏មានអារម្មណ៍ថាដូចបើរឿងមរិញងវិញខ្ញុំជំនឿហ្មងដល់ពេលទៅក៏ខ្ញុំទៅជួបគាត់ហ្មងណាជាងជប់ឡើងអីខ្ញុំទៅយកដើរទៅហ្មងខ្ញុំដើរទៅគៀនហ្នឹងទៅខ្ញុំថាមកនៅអញ្ចឹងមកលេងតែបងផងមកគេថាមកកើតទេបងអញ្ចឹងណាដោយសារថាផ្ទះបងគេឲ្យនៅឯមានអ្នកនៅដោយសារផ្ទះខ្ញុំមានជំនាញផ្ទះគាត់កាចដែរបាទខ្ញុំដឹងហ្មងផ្ទះខ្ញុំមានជំនាញផ្ទះកាចដែរកាចហើយក៏ខ្ញុំថាអូខេចាំខ្ញុំសុំឲ្យដល់ពេលខ្ញុំទៅអុជធូបសុំទៅខ្ញុំយល់សពឃើញជំនាញខ្ញុំច្បាស់ហ្មងពួកខ្ញុំស្គាល់គាត់ច្បាស់ណាជំរឿជំនាញខ្ញុំហើយនឹងគ្រូសនំខ្ញុំដូចអញនិយាយបានថាទៅហ៊ាននេះគ្នាពួកគាត់ណាហើយដល់ពេលតែខ្ញុំអុជធូបទៅយល់សពតែគាត់ថាឲ្យនៅបណ្ដាឲ្យនៅមុខផ្ទះអញ្ចឹងឲ្យខ្ញុំទិញកូនផ្ទះកូនផ្ទះមរិញមកវាហ្នឹងដាក់ទៅឲ្យដាក់ស្ករគ្រាប់ដាក់អីហើយទៅស្រែកប្រាប់ទៅក៏យប់នោះក៏ខ្ញុំទៅស្រែកប្រាប់ថាគាត់ឲ្យនៅហើយចាំមកម៉ានអ្នកតែកុំមកទាំងអស់គ្នាពេកធ្វើការទេតែទូចអញ្ចឹងណាហើយក៏គាត់មកមែនមកវឹកហ្នឹងគ្រូសាទាំងខ្ញុំទាំងអីហ្នឹងម៉ាក់អីក៏រៀងឡើងហូបបានមួយរយៈធំដែរតែពេលម្លងផុតមកខ្ញុំក៏រវល់ការងារច្រើនដែរយើងក៏រៀងអាចជំនឿយើងក៏រៀងថន់ថយបន្តិចដែរអញ្ចឹងណាប៉ុន្តែខ្ញុំនៅតែរៀងគោរពនៅតែអីដែរតែគាត់តែខ្ញុំអត់សូវបច្ចុប្បន្ននេះអត់មានពេលដែលយើងគ្រប់កិច្ចតាមដែលយើងធ្លាប់ធ្វើអញ្ចឹងណាបាទក្រោយមកក៏អូខេខ្ញុំពេលហ្នឹងខ្ញុំចាំថាខ្ញុំធ្លាប់សុំអីគាត់ទេនេះខ្ញុំអត់ចាំទេតែដឹងតែខ្ញុំថាបើសិនខ្ញុំសុំទៅជោគជ័យមែនខ្ញុំនឹងតឡើងផ្ទះធំតិចទៅគេហៅវិឡាទិញមែនពេលហ្នឹងខ្ញុំបានមែនហ្នឹងហើយដូចជាពេលហ្នឹងខ្ញុំចូលសិល្បៈហ្នឹងហើយខ្ញុំថាបើសិនខ្ញុំបានទៅបំពេញជួយខ្ញុំតែនិយាយលេងណាជួយឲ្យបានទៅបំពេញចាំទិញផ្ទះធំឲ្យតែដោយសារតែយើងជោគជ័យទៅយើងទៅបំពេញទៅក៏យើងអត់បាននៅអញ្ចឹងទៅក៏គាត់លេងនៅអញ្ចឹងតែគាត់លេងនៅដោយសារតែពេលខ្ញុំមកលេងខ្ញុំក៏ប្រាប់ថាទៅមិនបានសូវនៅទីទេអញ្ចឹងមិននៅជាមួយទេហើយក៏ទៅចាប់ជាតិអញ្ចឹងណាយើងឲ្យចង់ឲ្យគាត់ទៅចាប់ជាតិអីអញ្ចឹងយើងចង់ឲ្យគាត់ល្អអញ្ចឹងនិយាយសួរស្ដាប់ទេយើងចង់ឲ្យគាត់ចាប់ជាតិកុំឲ្យនៅអញ្ចឹងទៅហើយណាមួយយកមានពេលអញ្ចឹងទៅក៏តាំងពីហ្នឹងមកសាបរហូតហ្មងតែខ្ញុំនៅតែមានអារម្មណ៍ថាដូចគោរពនឹងហើយនិយាយថាពេលខ្លះក៏នឹកគាត់ដែរអញ្ចឹងណាហើយបើនិយាយថាអ្នកជឿខ្ញុំមិនដឹងថាគាត់គួរជឿអត់ទេណាហើយបើអ្នកអត់ជឿខ្ញុំជឿថាស្ដាប់ហើយគឺមើលទៅវាអត់គួរស្ដាប់ទៅអត់គួរជឿមែនទេបងហ្នឹងហើយព្រោះនិយាយទៅច្បាស់ហ្មង6នាក់ហើយគាត់អាចលេងបានតែក្រុមផ្ទះខ្ញុំឯងហ្នឹងហើយខ្ញុំមកអញ្ចឹងខ្ញុំដឹងហើយបើសិនជាបងប្អូនខ្ញុំគាត់ធ្លាប់នៅគេងផ្ទះខ្ញុំគាត់ដឹងមកម៉ានអ្នកដែលគាត់ដឹងគឺបើចោលវិញចូលទៅគឺដូចមានអារម្មណ៍ថាមានមនុស្សនៅក្នុងផ្ទះហ្មងហើយបើសិនជាគេងអត់គេងក៏ឲ្យសើគោះទ្វារសើទុកយ៉ាទៅបើនិយាយទៅអ្នកធ្លាប់តែគេងផ្ទះខ្ញុំដឹងជួបទាំងអស់តែជាលក្ខណៈល្អឲ្យតែមានអារម្មណ៍អត់ចង់គាត់
យកគាត់ចង់រំខានរយយើងនឹងតែមកហើយ បាទ មកដាក់ទឿនយើងអញ្ចឹងណា មកលេង មកលេង